កម្មភាពចូលសួរសុខទុក្ខស្ត្រីជាជនភៀសសឹកទើបសម្រាប់កូនរួចនិងត្រៀមសម្រាប់នៅ3ទីតាំងរួមមានវត្តពោធិ៍សាត់ពោពីដើមផ្សាររាត្រីផ្លូវ60 ម៉ែត្រនិងវត្តប្រាសាទត្រាំនៀកខេត្តសៀមរាបនាសប្តាហ៍កន្លងទៅនេះលោកជំទាវទុយជីប្រាក់សោភ័ណ្ឌអនុប្រធានក្រុមការងារអិសរាជជនឆ្នាំថ្នាក់ជាតិសាខាខេត្តសៀមរាបបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខស្ត្រីជាជនភៀសសឹកទើបសម្រាប់កូនរួចនិងត្រៀមសម្រាប់ចំនួន16នាក់ស្នាក់នៅ3ទីតាំងរួមមានវត្តពោធិ៍សាត់ពោពីដើមផ្សាររាត្រីផ្លូវ60 ម៉ែត្រនិងវត្តប្រាសាទត្រាំនៀកស្ថិតក្នុងឱកាសនោះលោកជំទាវបានជួបសំណេះសំណាលក្រុមគ្រួសារស្នាក់នៅទីតាំងសុវត្ថិភាពក្នុងខេត្តសៀមរាបសូមមានភាពកក់ក្ដៅជាមួយនឹងអាជ្ញាធរមូលដ្ឋានដែលនៅជាប់ផ្ទាល់ជាមួយនឹងបងប្អូននិងបានថ្លែងការកាត់សរសើរចំពោះការយកចិត្តទុកដាក់សម្រាប់សម្រួលទីតាំងស្នាក់នៅនិងបញ្ជូនទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកជូនក្រុមគ្រួសារភៀសសឹកក្នុងករណីចាំបាច់ណាមួយលោកជំទាវក៏បានលើកទឹកចិត្តឲ្យបំបើកូនដោយទឹកដោះម្ដាយសម្រាប់រយៈពេល6 ខែដំបូងដើម្បីប្រព័ន្ធភាពស៊ាំរបស់កូនរឹងមាំហើយចំពោះម្ដាយកំពុងពពោះសូមបរិភោគអាហារសម្បូរសារធាតុចិញ្ចឹមពិសេសជាតិដែកដើម្បីឲ្យទារកនៅក្នុងផ្ទៃមានការលូតលាស់បានល្អសូមបញ្ជាក់ផងដែរថាសម្ភារៈ13មុខផ្ដល់ជូនក្នុងមួយគ្រួសារទទួលបានអង្គ25 គីឡូក្រាមសរង1មុងកូនង៉ែត1អាវកូនង៉ែត2ខោទឹកនោម2ដុំកន្សែងសើម1ដុំកន្សែងពោះគោ2ស្រោមដៃនិងស្រោមជើង2ឈុតប្រេងកូឡា2ដបសម្លេងអនាម័យស្ត្រី2ដុំម្សៅទឹកដោះគោ2កំប៉ុងដបទឹកដោះគោ2និងថវិកាលោកជំទាវខេងសំវតាសមាជិករដ្ឋសភាចំនួន 10,000 រៀលជាពិសេសក្នុងកំឡុងពេលសំណេះសំណាលនោះលោកជំទាវអនុប្រធានក៏បានជួបសំណេះសំណាលនិងបាននាំយកនៅថវិការបស់លោកជំទាវខេងសំវតាព្រមទាំងថវិការបស់លោកជំទាវផ្ទាល់ចំនួន$200សហរដ្ឋអាមេរិកជូនប្អូនស្រីឈ្មោះថាធនធីរ៉ាដែលកំពុងមានជំងឺខូចតម្រងនោមរ៉ាំរ៉ៃនិងបានលើកទឹកចិត្តឲ្យប្អូនស្រីមានក្តីសង្ឃឹមតស៊ូជំនះជំងឺមួយនេះផងដែរ